អ្នកទាំងអស់គ្នាជួយយកអារម្មណ៍កម្មវិធីយកមួយដល់ព្រឺជាដំណងនេះផងដែរខ្ញុំបាទក៏សូមជំរាបសួរទៅកាន់បាទមិត្តយុវវ័យពុកម៉ែបងប្អូនហើយជាពិសេសបងដែលបាទកំពុងតែធ្វើការបាទការពារទឹកដីបាទប្រទេសកម្ពុជាទាំងអស់គ្នាផងដែរដោយក្តីគោរពពីខ្ញុំបាទហើយបាទសុខសប្បាយអត់បាទសម្រាប់ថ្ងៃនេះបាទពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះក៏ប្លែកបាទដូចជាងបាទធម្មតាបាទដោយសារតែនេះបាទគឺជាអេពីសូតទី1ជាមួយនឹងបាទរឿងនិទានដែលសែនព្រឹកព្រួយជាមួយនឹងបាទពាក្យសម្ដីពិតដកស្រង់ចេញពីចាស់ដែលគាត់នៅជាមួយនឹងបាទទីកន្លែងដែលឆ្ងាយខេត្តឆ្ងាយចាស់ពីមុនហើយជាមួយនឹងរឿងពិតដែលពួកគាត់បានទទួលយកហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងបាទស្ដាប់ដោយជក់ចិត្តទាំងអស់គ្នាផងដែរពីខ្ញុំបាទសម្រាប់នៅក្នុងថ្ងៃនេះខ្ញុំបាទក៏មានដៃគូដែរបាទគឺបាទសម្រាប់បាទលុច KC បាទហើយចង់ឲ្យគាត់ជាអ្នកនិយាយរឿងទាំងអស់នេះប្រាប់ទៅកាន់ពុកម៉ែបងប្អូនតែម្ដងបានជក់ចិត្តបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងជួយចិត្តជាមួយនឹងវីដេអូជាមួយនឹងខ្ញុំបាទនិងបាទលោកលុច KC ទាំងអស់គ្នាបាទអរគុណអញ្ចឹងចាំជួបជាមួយនឹងគាត់តែម្ដងអូខេបាទហើយជាដំបូងខ្ញុំក៏សូមជម្រាបសួរទៅកាន់បងផងដែរហើយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលមានបាទវត្តមាននៅក្នុងប្រទេសជាណាចក្រកម្ពុជាយើងទាំងអស់គ្នាបាទហើយសុខសប្បាយជាអត់ទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយើងជួបជាមួយនឹងខ្ញុំតែម្ដងបាទអូខេខ្ញុំនឹងនិយាយរៀបរាប់ប្រាប់ពីព្រឹត្តិការណ៍ដែលខ្ញុំបានទទួលអំពីសម្ដីបាទចាស់ទាំងអស់គ្នាដែលគាត់បាននិយាយអញ្ចឹងណាហើយអញ្ចឹងសង្ឃឹមតែអ្នកទាំងអស់គ្នាជឿឬក៏មិនជឿសូមកុំប្រមាថបាទអញ្ចឹងទទួលស្ដាប់ទាំងអស់គ្នាបាទជំរាបជូនទៅកាន់ពុកម៉ែបងប្អូននេះក៏មិនមែនជារឿងបាទរបស់ខ្ញុំដែរជារឿងបាទរបស់លោកអ៊ំម្នាក់នៅក្នុងបាទខេត្តសៀមរាបនៅខាងភ្នំកលែនបាទនៅខាងមជ្ឈភ្នំកលែនហើយបញ្ជនរបស់គាត់ឥឡូវ83ឆ្នាំហើយបាទសម្រាប់អ៊ំគាត់បាននិយាយប្រាប់មកកាន់ខ្ញុំយ៉ាងក្បោះក្បាយអញ្ចឹងសម្ដាប់ទាំងអស់គ្នារំលងជាច្រើនឆ្នាំដែរហើយដែលកុមារភាពរបស់លោកអ៊ំបានកន្លងផុតតែសម្រាប់លោកអ៊ំគេគិតទៅពេលវេលានោះគឺវាពិតជាមួយព្រិចភ្នែកតែប៉ុណ្ណោះសម្រាប់គាត់វាលឿនខ្លាំងណាស់ហើយរឿងទាំងអស់ហ្នឹងវាហាក់បីដូចជានៅនឹងភ្នែករបស់គាត់ស្រស់ប៉ុន្តែវាក៏បានខ្លាយទៅជាអតីតកាលត្រឹមតែមួយពុព្រិចភ្នែកតែប៉ុណ្ណោះអ្វីទាំងអស់នេះវាបានត្រឡប់ខ្លាយទៅជាការចងចាំមួយដែលមិនអាចបំភ្លេចបានហើយវាស្ថិតនឹងរសាត់ទៅតាមថ្ងៃពេលវេលាខែឆ្នាំគិតបានបន្តប្រាប់ខ្ញុំទៀតថាស្នើខ្លាំងណាស់នឹកដល់គ្រាមួយគាត់ជាមួយនឹងឪពុកម៉ាក់របស់គាត់សម្លាញ់របស់គាត់ព្រលឹមស្រាងរៀងរាល់ថ្ងៃអាទិត្យបាទគាត់និយាយទៅគាត់បានរៀបចំភួយខ្នើយកាទេមុងនិងទុកដាក់យ៉ាងមានរបៀបគាត់និយាយទាំងសើចគាត់ថាភ្នែកគាត់នឹងកំពុងតែមមីនៅឡើយឯបាទគាត់រៀបចំស្ទើរស្ទាទុកដាក់តែភ្នែកគាត់ងាកមើលម៉ែគាត់រហូតហើយព្រោះដោយសារតែបើមិនអញ្ចឹងទេរំពាត់ដែលគាត់បានបាទសម្រិតសម្រាំងឈូសយ៉ាងស្អាតបាទដាក់នៅមួយកន្លែងនោះបាទរៀបនៅយឺតអស់កាឡាអញ្ចឹងគឺរំពាត់នឹងដឹងតែឡើងខ្នងគាត់ហើយបលឹមផងទឹកនោះគឺវានៅក្នុងពីងបាទពុកម៉ែបងប្អូនដឹងហើយវាមានអារម្មណ៍ថាត្រជាក់ខ្លាំងមែនទែនសម្រាប់គាត់ប៉ុន្តែចាក់ត្រឹមតែ3ផ្តិលតែប៉ុណ្ណោះរួចជាការស្រេចបាទហើយក៏គាត់បាន
ទាញកង់ដល់កញ្ចាស់របស់គាត់នោះបាទជិះសម្ដៅទៅកាន់ផ្ទះរបស់មិត្តភ័ក្តិរបស់គាត់ហើយពុកម៉ាក់របស់គាត់ហ្នឹងគាត់ឈ្មោះបាទលោកអ៊ុំហ៊ានបាទអាយុសកលគាត់ដែរទេលើសគាត់1ឆ្នាំបាទលើសគាត់1ឆ្នាំហើយឈ្មោះគាត់ឈ្មោះហ៊ានប៉ុន្តែគាត់ថាគាត់មិនសូវហ៊ានដូចលោកអ៊ុំទេបាទលោកអ៊ុំគាត់ហ៊ានជាងពេលនោះគាត់បានទៅសេចហៅលោកអ៊ុំហ៊ាននៅមុខផ្ទះគាត់ឲ្យម្ដាយលោកអ៊ុំហ៊ានក៏បានស្រែកសួរមកកាន់គាត់វិញដែរថាយេងើបលឿនមែនថ្ងៃហ្នឹងឯងថ្ងៃអាទិត្យសោះហើយគាត់ថាចេះគាត់បានណាត់លោកអ៊ុំហ៊ានហើយឯងបាទទៅមើលបង្កាយដែលគាត់បានដាក់ពីល្ងាចមិញមុននឹងចេញពីសាលាហ្នឹងណាបាទគេលោកបានត្រីស្រែយកមកឲ្យបាទម្ដាយគាត់ហើយនឹងម្ដាយលោកអ៊ុំហ៊ានធ្វើម្ហូបបាទហើយម្ដាយគាត់ថាមាននៅលើផ្ទះឡើងទៅហៅចុះខ្ញុំក៏បានឡើងទៅហៅបាទហៅច្រើនដងដែរមិនលឺបាទ 4-5 ម៉ាត់ហើយមិនលឺបាទដូចថាក្តៅលឹកជាដែរក៏ដាក់ពីរជើងបាទជាការស្រេចពេលនោះបាទលោកអ៊ុំហ៊ានក៏បានងើបហើយគាត់បានសួរទៅកាន់លោកអ៊ុំថាបាទលោកអ៊ុំលុចក៏សួរថាចេះមកអញយប់មិញអញយល់សពល្អណាស់តែមិញអញមានអារម្មណ៍ថាដូចយល់សពឃើញអ្នកណាធាក់អញពីរជើងហើយអញក៏ដាច់យល់សពភ្ញាក់តែម្ដងហើយលោកអ៊ុំលុចគាត់លុចសោចណាបាទហើយពេលនោះគាត់ទាំងពីរនាក់ក៏បានសម្ដៅទៅកាន់បាត់ស្រែដែលគាត់បានដាក់បង្កាយជាពីល្ងាចមិញហ្នឹងបាទហើយពេលនោះដែរបាទបញ្ញាប់បាទស្រោបមែនទែនដើម្បីបាទទៅមើលបង្កាយដែលគាត់នោះខំដាក់បាទប៉ុន្តែអ្វីដែលគិតនោះវាមិនដូចអ្វីដែលប៉ងទេបាទវាខុសគ្នាបាទពេលនោះគាត់បានទៅលើកមើលបង្កាយបាទត្រីសុំបើតែមួយក៏គាត់មិនបានបាទជាប់ដែរនោមគ្នាមើលមុខគ្នាបាទងាកមើលមុខគ្នាមួយលោកអ៊ុំហ៊ានលោកបាទបន្ទាប់ពីលោកអ៊ុំលុចងាកមើលមុខជាមួយនឹងលោកអ៊ុំហ៊ានហើយបាទគាត់បានសម្រេចចិត្តជាឯកច្ឆន្ទគឺទៅលួចលើកទ្រូរបស់ពូនៅចិត្តផ្ទះក្រែងលោកបានត្រីខ្លះយកទៅឲ្យម៉ែស្លនេះពិតជាគំនិតដ៏ល្អកម្ររកបានពិតមែនគ្មានអ្នកណាដែលឆ្លាតជាងលោកអ៊ុំទាំងពីរនោះទេវាពិតជាត្រឹមរយៈពេលប៉ុណ្ណោះវាអាចធ្វើឲ្យអារម្មណ៍របស់លោកអ៊ុំរំភើបហើយនឹកឃើញអនុស្សាវរីយ៍ទាំងអស់នោះកាលពីវ័យកុមារខ្លាំងណាស់តោះងាកមកស្ដាប់ជាមួយនឹងរឿងទាំងអស់គ្នាបន្តវាពិតជារំលឹកទៅដល់ការចំនួនមុនហើយមនុស្សចំនួនមុនពួកគាត់ទាំងអស់នោះតើគាត់រស់នៅបែបណាទេណោះបាទបើនៅអង្គរនៅអីបាទសិតតែបាក់ដើមឈើហើយស្ងាត់ពេលយប់ឡើងល្ងាចចឹងហើយអត់មានភ្លើងទៀតបាទមានអារម្មណ៍ថាពិបាករស់នៅប៉ុន្តែបុព្វបុរសបាទរបស់យើងក៏ពិតជាខ្លាំងពូកែមែនតើក៏តស៊ូរស់នៅបង្កើតបានជាមួយនឹងបាទរបស់ដែលអស្ចារ្យបំផុតជាច្រើនជាពិសេសប្រាសាទបាទរបស់យើងល្បីជាច្រើនដែលកូនខ្មែរទាំងអស់គ្នាពុំអាចធ្វើបានដូចពួកគាត់ហើយយើងត្រឡប់ថយក្រោយទាំងអស់គ្នាជាមួយនឹងបាទចាស់ជំនាន់មុនបាទពួកគាត់ពិតជាស្មោះត្រង់នឹងគ្នាខ្លាំងណាស់ហើយពួកគាត់ទាំងអស់នោះព្រមទាំងចេះជួយយកអាសាគ្នាទៅវិញទៅមកផងដែរការជំនាន់នោះសម្រាប់បាទទាំងមនុស្សប្រុសទាំងមនុស្សស្រីពួកគាត់ទាំងអស់គ្នាគឺសុទ្ធតែខ្លាំងពូកែហើយពិតជាល្អខ្លាំងណាស់ជាមួយនឹងប្រទេសយើងដែលសារតែមានជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងដែលមាននៅលើទឹកដីរបស់យើងមានសពសត្វមានបន្លែផ្លែឈើទាំងអស់នោះដែលពុំអាចនឹកស្មានហើយពួកគាត់
បំពេញជាមួយនឹងជីវភាពរបស់ពួកគាត់ទាំងអស់គ្នាចំនួននោះសម្រាប់មន្ត្រីអ្នកធំអ្នកខ្ពស់សិទ្ធិហ្នឹងគឺពួកគាត់រស់នៅយ៉ាងស្រួលដោយសារតែពួកគាត់គឺជាអ្នកធំតែសម្រាប់ប្រជារាស្ត្រនៅក្នុងចំនួននោះវិញពួកគាត់ទាំងស្រីទាំងប្រុសត្រូវរកស៊ីចិញ្ចឹមជីវិតដោយផ្អែកទៅលើភាពខ្លាំងនិងប៉ិនប្រសប់របស់គាត់ចំនួននោះប្រទេសមួយដែលខ្លាំងតើប្រជាជនទាំងអស់នោះខ្សោយឬក៏ខ្លាំងអ្នកទាំងគ្នាគិតមើលគឺវាពិតជាខ្លាំងហើយសម័យនោះទាំងបរិបទទាំងនារីគឺសុទ្ធតែមានមុខវិជ្ជាការនៅក្នុងខ្លួនពួកគាត់ទាំងអស់គ្នាហើយនៅសម័យនេះគេមិនអោយអ្នកដែលមិនចេះអ្វីសោះគឺនិយាយរឿងមុនវិជ្ជាការនិងផ្នែកប្រយុទ្ធដើម្បីចូលទៅក្នុងព្រៃដើម្បីធ្វើការបរបាញ់សត្វនោះទេព្រៃគឺជាកន្លែងមួយដែលអ្នកទាំងអស់គ្នាស្គាល់ពេលថ្ងៃគឺវាពិតជាស្អាតខ្លាំងណាស់ជាមួយនឹងសម្រស់ធម្មជាតិតែពេលយប់វិញគឺជាកន្លែងដ៏គួរឲ្យខ្លាចបំផុតវាមានទាំងសត្វសាហាវវាមានទាំងខ្មោចព្រៃបិសាចមានទាំងអរិយអ្នកតានិងសត្វព្រៃធំចម្លែកជាច្រើនអាស្រ័យនៅទីនោះពេលដែលចូលទៅដល់ក្នុងព្រៃសម័យនោះអ្នកដែលគ្មានមុនវិជ្ជាការគេមិនឲ្យចូលទៅក្នុងព្រៃនោះទេគឺគេត្រូវតែរកអ្នកដែលចេះមុនអាគមឬក៏ព្រានព្រៃដើម្បីចូលទៅក្នុងនោះដើម្បីធ្វើការបរបាញ់សត្វដើម្បីចិញ្ចឹមជីវិតនៅពេលដែលធ្វើដំណើរចូលទៅក្នុងព្រៃគេតែងតែធ្វើដំណើរជាក្រុមហើយគឺត្រូវតែធ្វើដំណើរឃ្លាតពីគ្នាចំនួន3ជំហានvà mùa hát cứ rút tại đầm bay nghề xuống nâng thưa ca vi pro ha nó còn mạnh từ lời sạch xã đây pe khác phục hoạt lịch luôn chẳng vì nâng lột màu thưa ca vi pro ha phục hoạt chẳng thầy bây giờ cái chỗ tớiคือ kia miên cho mùi nâng sna miên cho mùi nâng đùm pen đai lạnh lạnh ហើយពួកគាត់ចូលទៅគឺសំខាន់ត្រូវតែមានអ្នកដែលមកភ្នែកមុតបាទនិយាយទៅគឺអាគមភ្នែកមុតគេភ្នែកពួកគាត់គឺត្រូវតែរវិសហើយនឹងអាចការបំបែកទៅលើខ្សែអាថ័ន្តដែលគេចងនៅលើសត្រូវពីមុនឬក៏គេចងចោលនៅក្នុងព្រៃអញ្ចឹងណា បាទហើយរឿងនេះគឺលំអិតគាត់ប្រាប់ខ្ញុំយ៉ាងលំអិតអញ្ចឹងខ្ញុំនិយាយប្រាប់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាទៅតាមអ្វីដែលគាត់បានប្រាប់អ្នកដែលដើរក្រោយវិញនោះគឺត្រូវតែមានអាវុធដូចជាលំពែងឬដាវឬក៏របស់មុតស្រួចដើម្បីអាចចាក់ឬប្រហារវាបានភ្លាមព្រោះភាគច្រើនសត្វសាហាវតែងតែលួចហក់មកវាប្រហារពួកគាត់ពីក្រៅខ្នង ឬក៏ពីចំហៀងអញ្ចឹងអ្នកខាងក្រោយទៀតសោតត្រូវតែចេះមុនអាគមបិទបាំងពីខាងក្រោយបិទភ្នែកសត្រូវទាំងសត្វទាំងពួងផងដែរហើយអ្នកដើរក្រោយត្រូវតែមានញាណពិសេសគឺអាចដឹងថាពេលដែលមានសត្វសាហាវឬក៏មានអ្នកលួចវាយប្រហារអាចធ្វើឲ្យយើងបានដឹងភ្លាមឬក៏មានរឿងដែលមិនល្អ រៀបនឹងអាចកើតឡើងពួកគាត់បានដឹងភ្លាមៗដូចគ្នាតែធ្វើដំណើរនេះបើសិនបើជាធ្វើដំណើរនៅពេលយប់គេនឹងរៀបទទួលទានអាហារឲ្យបានមុនថ្ងៃលិចហើយចាំបាច់គឺត្រូវតែប្រមូលកាកសំណល់ដែលនៅសេសសល់កប់ឲ្យបានស្អាតត្រឹមត្រូវបន្ទាប់មកបានពួកគាត់ដើររកខ្សែដើម្បីយកមកចងធ្វើជាធ្នាក់ដើម្បី ឡើងទៅស្នាក់នៅខាងលើហើយជាមួយនឹងធ្នាក់នោះដែរគឺត្រូវតែចងឲ្យបានជាប់មាំល្អនឹងប្រកាសថាមិនដាច់ឬក៏បាក់ធ្លាក់ចុះមកលេខយ៉ាងណាត្រូវតែធ្វើឲ្យខ្ពស់ឆ្ងាយពី 4 ទៅ 5 ម៉ែត្រជិះវាងសត្វសាហាវឬខ្មោចព្រៃមកវាយប្រហារ
យីពេលដែលយើងកំពុងតែដេកពេលដែលយើងកំពុងតែសម្រាកលើធ្នាក់ពួកគេចាំបាច់ណាស់ត្រូវតែប្រមូលនឹងសម្ភារៈដាក់ឡើងទៅខាងលើឲ្យបានអស់ដូចជាព្រួយស្នាដាវឬក៏កាំបិតដាក់លើជាប់ខ្លួនជានិច្ចជៀសវាងមានបញ្ហាឬក៏មានរឿងអ្វីកើតឡើងជាយថាហេតុហើយគេបានសូត្រមន្តអាគមទៅលើដើមឈើដែលពួកគាត់បានស្នាក់នៅដើម្បីបំបាំងភ្នែកទៅលើសត្វសាហាវព្រមទាំងខ្មោចព្រាយបិសាចនៅក្នុងព្រៃផងដែរកាន់តែយប់បន្តិចសត្វដែលធ្លាប់ស្រែកឃ្លាវខ្ញារំកងពេញព្រៃបាទរំពងពេញព្រៃជាស្រ័យស្រាប់តែស្ងាត់បន្តិចម្ដងសត្វសាហាវនៅក្នុងព្រៃនោះគឺមានដូចជាដំរីភ្នែកខ្មៅវាអាចធ្វើការឡើងទៅលើដើមឈើដើម្បីធ្វើការវាយប្រហារទៅលើមនុស្សធ្វើជាចំណីបានបើសិនជាយើងអត់ដឹងអត់ចេះមុនវិជាការចេះតែចូលព្រៃមិនមែនដូចសម័យឥឡូវចូលបោះតង់បោះអីបានទេបាទហើយមានជាមួយនឹងសត្វសាហាវដូចជាបាទសត្វតាខ្ទីងខ្មៅហើយនឹងបាទដូចជាស្វាមៀតធំអស្ចារ្យគ្រាន់តែសម្លេងវាវិញគឺធ្វើការបាទរំពងពេញព្រៃតែម្ដងមានឆ្កែព្រៃធំខ្លួនវិញពេញប៉ិនសេះបាទអាចធ្វើការបំលាស់ទីលឿនជាងខ្លារខិនទៅទៀតពស់ក្រហមកដែលអ្នកទាំងអស់គ្នាល្បីថាមានប្រវែងជាងបាទ10ម៉ែត្រទៅ15ម៉ែត្រវាងើបឈរវិញគឺបាទខ្ពស់មែនទែនបាទពេលដែលវាចង់ទៅវាប្រហារចំណីវាងើបបាទផុតខ្ពស់ពីដីការពេលដែលពួកសត្វទាំងអស់នេះធ្វើដំណើរមកដល់ទីកន្លែងរបស់មនុស្សដែលបានស្នាក់នៅលើធ្នាក់ពេលនោះឯងគឺពួកវានឹងអាចប្រែកាឡាជាមនុស្សដើម្បីធ្វើការស្រែកហៅទៅលើមនុស្សដែលនៅខាងលើនោះហើយពេលពួកវាស្រែកហៅមនុស្សអត់ធ្វើការនិយាយតបទៅលើវាវិញគឺវាដើរកកាយមើលជាមួយនឹងទីនោះដើម្បីរកចំណីដើម្បីរកអីចឹងហើយសត្វទាំងអស់នេះវាអាចអន្តងហៅមនុស្សចូលខាងក្រោមវាអាចប្រែកាឡាជាសាច់ញាតិអ្នកដែលទៅក្នុងព្រៃនោះណាបាទហើយសត្វពួកទាំងអស់នេះវាមានលក្ខណៈបែបវាមានអីកាន់អញ្ចឹងបាទហើយបើមិនដឹងទេចុះមកដល់ខ្លាចជាចំណីរបស់ពួកសត្វនោះទាំងអស់គ្នានោះពិតជាពុំខាន